ជំងឺសេមាន់តាមឡើងតាមណាឆ្លងដោយសារតែកត្តាអ្វីហើយជំងឺសេមាន់មានរោគសញ្ញាបែបណាខ្លះចាជំងឺសេមាន់កើតមានលើបុរសនិងស្ត្រីហើយឆ្លងតាមរយៈការរួមភេទហើយជំងឺសេមាន់នេះផងដែររោគសញ្ញាទី1ដែលបងប្អូនគួរកត់ចំណាំគឺការដុះដុំសាច់ដុំរឹសដុំសាច់ទីកពីកពកចាមានការកណ្ដាលដុំកញ្ញីកញ្ញុំនៅតាមបរិវេណទ្វារមាសតាមមាត់ឬក៏តាមរន្ធគូនឲ្យតែកន្លែងណាមួយប៉ះតិចផ្ទាល់ជាមួយនឹងការរួមភេទហើយជំងឺសេមាន់នេះគឺជាជំងឺមួយដែលពិបាកក្នុងការព្យាបាលបើសិនជាយើងការហើយមិនបានស្វែងរកដំណោះស្រាយបានត្រឹមត្រូវទេគឺធ្វើឲ្យយើងកើតមានជំងឺមួយនេះពេញមួយជីវិតតែម្ដងព្រោះមានរោគសេមាន់ដែលកាលណាឆ្លងហើយគឺវាជ្រាបទៅឈាមហើយបើកាលណាយើងឆ្លងហើយយើងមិនបានការពារបានល្អទេព្យាបាលយ៉ាងណាក៏អត់ជាដាច់ហើយត្រូវការប្រើពេលវេលាយូរទៀតប៉ុន្តែមិនមែនថាអត់មានវិធីការពារទេបងប្អូនបើសិនជាយើងកើតយើងដឹងថាយើងមានជំងឺសេមាន់យើងបានជួបឈាមទៅយើងឃើញយើងមានរោគសញ្ញាថ្មីយើងអាចព្យាបាលបានហើយវិធីព្យាបាលបែបណានោះអ្នកគ្រូនឹងធ្វើការពិគ្រោះលំអិតជូនបងប្អូនចាំបើសិនជាបងប្អូនស្ត្រីឬក៏បងប្អូនបរិបទដែលកំពុងតែកើតមានជំងឺសេមាន់ដែលកំពុងស្វែងរកដំណោះស្រាយដុតច្រើនដងហើយចាក់ថ្នាំច្រើនដងហើយលាបថ្នាំច្រើនដងហើយនៅតែមិនបាត់បងប្អូនអាចធ្វើការពិគ្រោះជាមួយនឹងគ្រូបានហើយជំងឺសេមាន់នេះផងដែរវាមិនមែនដល់តែរឿងនឹងតែមុខទេវាមានរោគសញ្ញាជាច្រើនទៀតដែលយើងពិបាកក្នុងការពណ៌នាអស់នៅក្នុងវីដេអូមួយនេះចាប៉ុន្តែរោគសញ្ញាដែលយើងចំណាំទី1គឺដោះសាច់កពីកពកលាយឡំជាមួយនឹងការមាត់បើសម្រាប់ស្ត្រីមានការធ្លាក់សោកខោប្រកបហើយលំមាត់បាត់ហើយបើសិនជាបរិបទវិញធ្វើដោះស្វ័យផ្លូវភេទហើយចារួមភេទមិនសូវបានយូរហើយថែមទាំងធ្វើឲ្យគាត់នឹងមានដោះឬដោះសាច់នឹងថែមទៀតចាំបើសិនជាបងប្អូនមានចម្ងល់ណាមួយតើតើនឹងបញ្ហាសេមាន់តើតើនឹងធ្លាក់សោករមាស់ធំក្លិនហើយនឹងជំងឺសេមាន់នេះគ្រូគឺវាចេញពកដំបងពកនេះគ្រូពកតាមទ្វារយើងហ្នឹងទាំងសងខាងដល់ពេលយើងវាលំមាស់យូរវារាលដាលពេញហ្នឹងហ្មងគ្រូលំមាស់យកវាលំមាស់តែមានចាំជោគទេលំមាស់ត្រង់អត់បានទេណាគ្រូមកណាកាហាយយកហ្មងសម្បីតែបត់ជើងទូកហ្នឹងក៏ចង់ទៅថតទៅភ្នែកដែរឈឺមែនតើហ្មងដំបងធ្លាក់ខ្លានេះគ្រូចាធ្លាក់យូរមកវាមានដុំសដុំរួចមកបានចេញជាខៀវហ្មងចាតែពេលដែលធ្លាក់សហ្នឹងចំពេលដែលមានបញ្ហាសេមាន់ហ្នឹងហ្មងចាគ្រូធ្លាក់ហើយបានកើតជំងឺសេមាន់ហ្នឹងចាហើយចាប់ផ្ដើមកើតធ្លាក់សមកដល់ឥឡូវនេះប្រហែលឆ្នាំដែរហើយបើធ្លាក់តិចហ្នឹងទៅជា11ឆ្នាំតែធ្វើទុកប្រហែលឆ្នាំហ្នឹងធ្វើទុកខ្លាំងណាស់គ្រូចាពីកន្លែងដុតចា12ដងតែប្រហែលជាប្រហែលខែដល់វាចាប់ដើមឡើងមកវិញម្ដងទៀតពេលខ្ញុំដុតមួយកន្លែងហ្នឹងអត់ដល់10ថ្ងៃផងដែរគ្រូគឺវារោចេញមកវិញចាដងមកវិញញុកហ្មងតែការចំណាយបងក្នុងការដុតហ្នឹងប្រហែលអស់ប្រហែលដែរបងការខ្ញុំចំណាយតែអត់ទិញគិតនឹងឆ្នាំទេគ្រូគិតតែដុតហ្នឹងចូល400ចាចូល400ពីកន្លែងហ្នឹង400ចាអស់ច្រើនតែពេលដែលដុតថាបងកើតមានបញ្ហាសេមាន់ហើយពេលដែលដុតថាបានផលចុះបងអស់សង្ឃឹមមែនទេអស់សង្ឃឹមមែនណាគ្រូចាហើយពេលដែលបានម៉ាយប៉ូលេនេះហើយឥឡូវបាត់លើបញ្ហាអីខ្លះវិញបាត់ធំក្លិនលមាស់និងធ្លាក់សហើយនឹងជំងឺសេមាន់ហ្នឹងគ្រូបាត់ចឹងតែចាចង់សួរបងបន្តិចពេលដែលមុននឹងប្រើម៉ាយប៉ូលេនេះគ្រូសាក៏មានចំទាស់ក្នុងការប្រើទេគាត់ហ្នឹងអ្នកនាំឲ្យខ្ញុំប្រើគាត់មើលតាមទូរស័ព្ទខ្ញុំមើលជំរុញឲ្យខ្ញុំគិតថាមិនប្រើទេព្រោះគេសម្ភារគេហ្នឹងច្រើនតែគេរកគេជួអីមកអញ្ចឹងកុំចេះតែជឿព្រោះខ្ញុំធ្លាប់ប្រើលទ្ធផលដែរអញ្ចឹងគ្រូគាត់ដឹងមិនគេបោកខ្ញុំទេមើលសម្ភារគេធ្វើហ្នឹងមិនបោកទេទិញទៅខ្ញុំអស់ម៉ានគាត់តែជំរុញចាតែដល់ពេលជំរុញទៅបានផលបានជាដល់ឥឡូវចាហើយបងមានពេលពេចអីផ្ដាំទៅកាន់បងស្ត្រីដែលគាត់កំពុងតែស្ទាក់ស្ទើរនៅក្នុងការដោះស្រាយសុខភាពជាពិសេសគឺបញ្ហាសេមាន់ហ្នឹងតែម្ដងបងខ្ញុំសូមផ្ដាំគាត់ថាបងស្ត្រីទាំងអស់គឺកើតជំងឺដូចខ្ញុំហ្នឹងគឺប្រើ MyLady មិនខុសទេចាជា100%មែនដូចជាខ្ញុំអញ្ចឹងមិនមែនគាត់មកជួបខ្ញុំឲ្យសម្ដែងទេគឺពិតប្រាកដមែនហើយ MyLady នេះគឺគាត់យកចិត្តទុកដាក់នឹងជាមួយអ្នកជំងឺណាប្រហែលជា2ថ្ងៃគឺគាត់ខកសួរយើងម្ដងចាមិនបដៅយើងទេគឺគាត់ទុកចិត្តមួយយើងចាអរគុណច្រើនចា